សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាថតរូបបែបនេះហើយនឹងបែបនេះដោយមិនត្រូវការសំណាញ់ diffraction ឬមួយក៏ filter ឬមួយក៏ edit នោះទេហើយអ្វីដែលអ្នកនរគ្នាត្រូវការគឺត្រឹមតែកាមេរ៉ាហើយនឹងចំណេះដឹងតិចតួចផ្នែក diffraction តែប៉ុណ្ណោះអញ្ចឹងដូចយើងដឹងស្រាប់នៅលើម្រាមដៃយើងគឺមានកញ្ចៅដៃហើយនៅលើកញ្ចក់អេក្រង់កញ្ចក់របស់កាមេរ៉ាបនទូរស័ព្ទយើងហ្នឹងគឺវាមិនល្អមិនស្អាតឥតខ្ចោះ 100% វាតែងតែមានបាក់តេរីធូលីដីនៅលើហ្នឹងបន្តិចបន្តួចដែលវាអាចដើរតួធ្វើជាសំណាញ់ diffraction បានបើយើងញែកវាឲ្យបានត្រឹមត្រូវឲ្យមានរាងដូចជាសំណាញ់ diffraction គឺវាអាចធ្វើคล้ายជាសំណាញ់ diffraction បែបធម្មជាតិបានដូច្នេះដើម្បីធ្វើបែបនេះបានគឺយើងដូចយើងមើលអញ្ចឹងនៅពេលដែលយើងគូវាបែបនេះឬក៏បែបនេះយើងនឹងឃើញថាវាមានរាងដូចសំណាញ់ diffraction អញ្ចឹងគឺរត់ពីលើមកក្រោមអញ្ចឹងនៅពេលដែលពលឺឆ្លងកាត់នៅពេលដែលពលឺរត់មកគឺឆ្លងកាត់នៅរូបនៅឆ្លងកាត់នៅសំណាញ់ហ្នឹងគឺវានឹងញែកទៅតាមអមួយដែលកែងជាមួយនឹងសំណាញ់ diffraction ហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំគូបែបនេះអ្នកទាំងអស់គ្នាឃើញអញ្ចឹងឃើញស្នាមហ្នឹងគឺជាស្នាមដែលវាដើរតួជាសំណាញ់ diffraction ដែលញែកពលឺហ្នឹងឯង